Mình prém, mấy, chia cầm con nơi krong bê tông. Bán ôn ai vì rương thua cả nghĩa, đòi trái căn một ngày sau kỳ là bấy ban ca nghỉ thử.ពេលព្រះអាទិត្យជិតថ្ងៃត្រង់អ្នកធ្វើការទាំងអស់បានសប្បាយចិត្តព្រោះដល់ម៉ោងសម្រាប់ពីការងារបន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួចកូលីក៏បំបីគ្នាទៅផ្ទះរៀងៗខ្លួនរីឯកូលីដែលផ្ទះនៅឆ្ងាយក៏សម្រាប់នៅកន្លែងធ្វើការខ្លះទៀតនៅតាមសម្យាផ្ទះឬក្រោមម្លប់ក្បែរនោះមិញប្រេមម៉េងនាងប្រុញនិងកូលីឯទៀតដែលសម្រាប់នៅកន្លែងធ្វើការក៏ចូលវងទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះពួកគេហូបបាយបណ្ដើរនិយាយទៅអូនត្អែពីភាពលំបាករបស់ពួកគេបណ្ដើរអំពីការធ្វើការហើយទទួលបានប្រាក់ខែបន្តិចមិនអាចចាយវាយបានគ្រប់គ្រាន់ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីថៃសេះដោយទឹកមុខរីករាយប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេព្រោះនៅខាងក្រៅមានចាក់លោកការ៉េមនិងមិញពតលក់នំបញ្ចុកចាំទាលុយពីពួកកម្មករដែលស៊ីជំពាក់គាត់មិញប្រេមហ៊ីសុទ្ធតែបានជំពាក់ចាក់ការ៉េមនិងមិញពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបានសឹមជាអ្នកបរឡានឲ្យលោកធំសឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការរស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្ដាប់និងបានជួយពន្យល់ណែនាំដល់ក្រុមមិញប្រេមអំពីការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យសឹមបានពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យដើម្បីចងជាសមាគមឬសហជីពការពារកម្មករថ្ងៃមួយសឹមបរឡានជួនលោកធំគាត់ទៅជួបមិត្តភ័ក្តិហើយលោកឲ្យសឹមមកទទួលគាត់នៅម៉ោង 11 កន្លះសឹមចាំលោកតាំងពីម៉ោង 11 កន្លះរហូតដល់សារ៉ែនរ៉ូក៏នៅតែមិនឃើញលោកចេញមកសឹមក៏បើកឡានទៅមុនចៅលោកពេលលោកត្រឡប់មកវិញស្ដីបន្ទោសឲ្យសឹមជាច្រើនដែលសឹមរហើនហ៊ានបើកឡានចោលទោះបីជាសឹមខំបញ្យល់ហេតុផលយ៉ាងណាក៏ដោយលោកស្រីប្រពន្ធលោកក៏ជួយពន្យល់បន្ថែមសឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោកពូសនមិនចេះសឹមឲ្យទៅសុំទោសលោកតែសឹមតវ៉ាមិនព្រមសុំទោសទេព្រោះគាត់ធ្វើការងារមានម៉ោងពេលកំណត់ត្រឹមត្រូវសឹមក៏បានពន្យល់ពូសនពីស្រុកឯករាជ្យស្រុកប្រជាធិបតេយ្យដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេលគោរពសិទ្ធិសេរីភាពការងារប៉ុន្តែពូសនក៏ទូមានសឹមវិញថាពងមន់កុំជល់នឹងថ្មដោយសឹមមិនស្ដាប់ពូសនខឹងហើយក៏ដើរចេញសម្ដៅឡានគាត់ទៅពូសនត្រឡប់មកពីជួនចៅហ្វាយគាត់ទៅលេងនៅខេត្តកែបរួចក៏ត្រឡប់មកជួនចៅហ្វាយនាយទៅធ្វើការដូចសពដងពូសនដើរសម្ដៅទៅសឹមរួចសំណេះសំណាលគ្នាពីរឿងការងារពូសនសួរសឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុនហើយនៅតែជំរុញឲ្យសឹមទៅសុំទោសលោកទៀតប៉ុន្តែសឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសនហើយថែមទាំងប្រាប់ពូសនវិញថាពេលនេះលោកលែងហ៊ានប្រើគាត់ផ្ដេសផ្ដាស់ទៀតហើយឯលោកស្រីក៏និយាយរកស្រួលវិញដែរពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូនសឹមថែមទាំងបានពន្យល់ពូសនឲ្យខំអានសៀវភៅមើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជាជាន់ក៏បែរជាល្អវិញពូសនក៏បានយល់ស្របហើយអានសៀវភៅរបស់សឹមដោយជក់ចិត្ត